នៅព្រឹកថ្ងៃទី5ខែមីនាឆ្នាំ2026ឯកឧត្តមសុកសុកេនរដ្ឋមន្ត្រីក្រសួងអធិការកិច្ចបានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ចដើម្បីជួបពិភាក្សាការងារនិងរាយការណ៍អំពីវឌ្ឍនភាពការងារនិងសមិទ្ធផលសំខាន់ៗរបស់ក្រសួងអធិការកិច្ចព្រមទាំងពិភាក្សាលើកិច្ចសហការការងារជាមួយគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្ដឹងនិងអង្កេតនិងអធិការកិច្ចនៃព្រឹទ្ធសភាដែលមានការអញ្ជើញចូលរួមពីឯកឧត្តមប្រធានអនុប្រធាននិងសមាជិកគណៈកម្មការទី1នៃព្រឹទ្ធសភាតំណាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាព្រមទាំងឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំនៃក្រសួងអធិការកិច្ចនៅវិមានព្រឹទ្ធសភាថ្លែងក្នុងអង្គប្រជុំឯកឧត្តមរដ្ឋមន្ត្រីបានគូបញ្ជាក់ពីសារៈសំខាន់នៃសន្តិភាពនិងការអភិវឌ្ឍក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឆ្លៀតក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញពីការដាក់ឲ្យអនុវត្តនូវយុទ្ធសាស្ត្រព4+4ដែលជាផែនទីបង្ហាញផ្លូវដ៏សំខាន់ក្នុងការតម្រង់ទិសការងារឲ្យស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនិងដើរតួនាទីជាយន្តការគន្លឹះក្នុងការលើកកម្ពស់អភិបាលកិច្ចល្អនិងភាពស្អាតស្អំដើម្បីបង្កើនប្រសិទ្ធភាពក្នុងការត្រួតពិនិត្យនិងតាមដានការអនុវត្តច្បាប់នៅតាមស្ថាប័នសាធារណៈសម្ដៅធានាបាននូវតម្លាភាពគណនេយ្យភាពនិងការបង្កើនជំនឿទុកចិត្តរបស់សាធារណជនមកលើការដឹកនាំរបស់រាជរដ្ឋាភិបាលឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូនអំពីវឌ្ឍនភាពនិងសមិទ្ធផលសំខាន់ៗជាច្រើនរបស់ក្រសួងអធិការកិច្ចនិងលទ្ធផលនៃការចុះធ្វើអធិការកិច្ចព្រមទាំងវឌ្ឍនភាពនៃការរៀបចំលិខិតបទដ្ឋានគតិយុត្តនានាជាពិសេសសេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ចនិងច្បាប់ស្តីពីបណ្ដឹងតវ៉ានិងបណ្ដឹងបរិហារឯកឧត្តមរដ្ឋមន្ត្រីបានគូបញ្ជាក់ថាចឹងថ្ងៃនេះគឺខ្ញុំបាទក៏សូមជាឱកាសនេះគឺសូមថ្លែងអំណរគុណផងដែរជូនទៅដល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជារបស់យើងដែលតែងតែយកចិត្តទុកដាក់បាទទៅលើវិស័យទូតពិនិត្យជាពិសេសការងារពាក់ព័ន្ធទៅនឹងអធិការកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជារបស់យើងដែលសម្ដេចគឺជាបានផ្ដល់នូវទស្សនៈទានសំខាន់ៗកន្លងមកនេះទៅលើការងារពាក់ព័ន្ធទៅនឹងអភិបាលកិច្ចហើយក៏យើងបានដឹងហើយគឺការអនុវត្តទៅលើគោលនយោបាយសំខាន់ៗគឺផ្ដោតសំខាន់ជាស្នូលគឺការងារពាក់ព័ន្ធទៅនឹងអភិបាលកិច្ចហើយវិស័យទូតពិនិត្យហើយក្រសួងអធិការកិច្ចគឺដើរតួនាទីសំខាន់បាទទៅលើការងារពាក់ព័ន្ធទៅនឹងការពង្រឹងទៅលើអ្វីដែលជាការទាញយកនៅទំនុកចិត្តសាធារណៈមកលើស្ថាប័នសាធារណៈរបស់យើងក្នុងក្របខ័ណ្ឌរបស់រាជរដ្ឋាភិបាលជាការឆ្លើយតបឯកឧត្តមងីច័ន្ទផលប្រធានគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្ដឹងនិងអង្កេតនិងអធិការកិច្ចនៃព្រឹទ្ធសភាបានគូបញ្ជាក់ពីតួនាទីយុទ្ធសាស្ត្រដ៏សំខាន់របស់ក្រសួងអធិការកិច្ចក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីពង្រឹងអភិបាលកិច្ចដែលជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1និងបានបង្ហាញពីឆន្ទៈខ្ពស់ក្នុងការបង្កើនកិច្ចសហការរវាងអង្គការនីតិបញ្ញត្តិនិងនីតិប្រតិបត្តិសម្ដៅធានាឲ្យបាននូវការដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាពជាកិច្ចបញ្ចប់អង្គពិធីទាំងមូលបានស្វែងយល់និងវិតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនិងសមិទ្ធផលការងារដែលសម្រេចបានក៏ដូចជាការដាក់ចេញនៅដំណោះស្រាយយុទ្ធសាស្ត្រចំពោះបញ្ហាប្រឈមនានាសម្ដៅពង្រឹងប្រព័ន្ធត្រួតពិនិត្យនៅកម្ពុជាឲ្យកាន់តែមានភាពប្រសើរឡើងជាពិសេសអង្គពិធីបានឯកភាពលើការជំរុញការរៀបចំឯកសារទស្សនាទានដើម្បីឈានទៅបញ្ចប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ចឲ្យបានគ្រប់ជ្រុងជ្រោយនិងឲ្យបានឆាប់រហ័សផងដែរ